មានបំពង់ផលិតគីភ័យនៅក្នុងកែឋានពិតជាល្អខ្លាំងណាស់តែបងធ្លាប់បានឆែកមើលអត់ថានៅពេលដែលមានការអាសន្នកើតឡើងយើងពិតជាប្រើប្រាស់វាបានពិតប្រាកដដែរឬទេជំរាបសួរបងប្អូនជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះយើងនឹងមកដឹងពីតិចនិចងាយក្នុងការត្រួតពិនិត្យមើលត្រណិចសម្ពាធនាឡិការបស់បំពង់ផលិតអគ្គិភ័យទី1របៀបត្រួតពិនិត្យគុណភាពបំពង់ពន្លត់អគ្គិភ័យបើត្រណិចចង្អុលចំពណ៌បៃតងមានន័យថាសម្ពាធខ្យល់ឬហ្គាសនៅក្នុងបំពង់គឺត្រឹមត្រូវតាមស្តង់ដារមិនខ្សោយពេកហើយក៏មិនខ្លាំងពេកដែរប្រសិនបើត្រណិចធ្លាក់មកតំបន់ពណ៌ក្រហមនោះវាបង្ហាញថាសម្ពាធក្នុងបំពង់ខ្សោយពេកឬគ្មានសម្ពាធតតែសោះក្នុងស្ថានភាពបែបនេះបំពង់នឹងមិនអាចបាញ់សារធាតុពន្លត់ចេញមកក្រៅបានឡើយឬបាញ់ចេញមកខ្សោយខ្លាំងពេកដែលមិនអាចពន្លត់ភ្លើងបានទេយើងត្រូវយកវាទៅបញ្ចូលសម្ពាធឡើងវិញជាបន្ទាន់ប្រសិនបើត្រណិចឡើងហួសទៅចំតំបន់ពណ៌លឿងវាមានន័យថាសម្ពាធក្នុងបំពង់ខ្លាំងពេកដែលបង្កគ្រោះថ្នាក់ដូចជាផ្ទុះបំពង់ឬខូចខាតក្បាលវ៉ាល់ក្នុងស្ថានភាពបែបនេះត្រូវការត្រួតពិនិត្យនិងកែសម្រួលសម្ពាធចេញខ្លះដោយអ្នកជំនាញទី2វិធីថែទាំត្រូវក្រឡុកបំពង់ផលិតអគ្គិភ័យចុះឡើងបែបនេះឲ្យបាន2ទៅ3ដងក្នុងមួយខែដើម្បីកុំឲ្យម្សៅខាងក្នុងវាកកដុំរៀងរាល់1ឆ្នាំម្ដងត្រូវហៅជាងអ្នកជំនាញមកត្រួតពិនិត្យប្រព័ន្ធខាងក្នុងនិងបិទ sticker បញ្ជាក់ពីការត្រួតពិនិត្យទី3ទីតាំងក្នុងផ្ទះដែលគួរដំឡើងត្រូវដាក់នៅកន្លែងដែលមើលឃើញច្បាស់គ្មានការបិទបាំងនៅក្បែរច្រកចេញចូលឬក្បែរបរិវេណចម្អិនអាហារងាយស្រួលក្នុងការចាប់ទាញយកមកប្រើប្រាស់តាមស្តង់ដារបំពង់ដែលមានទម្ងន់ក្រោម18គីឡូក្រាមត្រូវព្យួរកម្ពស់ពីបាតផ្ទះទៅក្បាលបំពង់មិនឲ្យលើសពី1ម៉ែត្រកន្លះឡើយកុំដាក់វាឲ្យខ្ពស់ពេកពិបាកសម្រាប់ស្ត្រីឬមនុស្សចាស់ចាប់ទាញយកទី4ចំណុចសំខាន់បំផុតនៅពេលដែលបងប្អូនបានចុចប្រើប្រាស់អស់តែបន្តិចក៏ដោយត្រូវតែយកបំពង់ទៅបញ្ចូលម្សៅពន្លត់អគ្គិភ័យឡើងវិញដោយសារតែសម្ពាធវាធ្លាក់ចុះมันអាចទុកប្រើប្រាស់លើក្រោយបានទេការដែលចេះរៀបចំនិងប្រើប្រាស់ឧបករណ៍សុវត្ថិភាពបែបនេះគឺដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារយើងទាំងអស់គ្នាសូមកុំភ្លេចចែករំលែកចំណេះដឹងក្នុងការថែទាំមួយនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នកដើម្បីជាសុវត្ថិភាពទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត